ខ្ញុំបាទសូមគោរពនឹងជម្រាបសួរទៅដល់ពុកម៉ែបងប្អូនអរគ្នាចឹងនេះខ្ញុំនឹងមកនិយាយអំពីសារតកម្មយុវវ័យដែលតាក់ទងជាមួយនឹងការធ្វើឲ្យមានភាពល្អប្រសើរឡើងអញ្ចឹងយើងរកគ្នាបើសិនជាយើងចង់បានភាពល្អប្រសើរឡើងគឺពួកយើងមានតែជឿទុកចិត្តទៅលើព្រះអង្គម្ចាស់ដែលជាព្រះយេស៊ូវដែលបានគង់នៅឯនគរឋានសួគ៌ទើបយើងរកគ្នាអាចទទួលបាននូវភាពល្អប្រសើរឡើងជាមួយនឹងព្រះអង្គជីវិតរបស់យើងម្នាក់ៗគឺតែងតែចង់បាននូវភាពល្អប្រសើរឡើងដើម្បីឲ្យជីវិតរបស់ពួកយើងម្នាក់ៗរស់នៅដោយភាពសប្បាយរីករាយប៉ុន្តែមានមនុស្សជាច្រើនដែលគេមិនដឹងថាតើពួកគេគួរតែរកវិធីណាដើម្បីទទួលបាននៅភាពល្អប្រសើរឡើងអញ្ចឹងថ្ងៃនេះខ្ញុំនឹងលើកមកនិយាយប្រាប់ទៅដល់ពុកម៉ែបងប្អូនអរគ្នាក៏ដូចជាចែកចាយនៅវិធីដែលអាចធ្វើឲ្យយើងរកបាននៅភាពសប្បាយរីករាយឬក៏ភាពសប្បាយចិត្តទៅពេលយើងនៅជាមួយនឹងព្រះអង្គជំរឿនល្អនោះគឺយើងចំណាយពេលជាមួយនឹងព្រះអង្គឲ្យបានច្រើនហើយដើរតាមផ្លូវដែលព្រះអង្គទ្រង់បានរៀបឲ្យយើងរកគ្នាទៅធ្វើឲ្យជីវិតរបស់យើងកាន់តែប្រសើរឡើងផងដែរយើងត្រូវដឹងថានៅពេលដែលជីវិតរបស់យើងរកគ្នានៅជាប់ជាមួយនឹងសាតាំងនៅឯផែនដីជីវិតរបស់យើងគឺសប្បាយបានតែមួយពេលទេប៉ុន្តែនៅពេលដែលព្រះអង្គទ្រង់បានយាងមកពីឯនគរឋានសួគ៌ជាលើកទី2ដើម្បីយកយើងរកគ្នាដែលជាអ្នកជឿព្រះទៅឯនគរឋានសួគ៌នោះពួកយើងនឹងស្ដាយក្រោយនៅពេលដែលយើងមិនបានធ្វើឲ្យជីវិតរបស់យើងល្អប្រសើរជាមួយនឹងព្រះអង្គនៅពេលដែលយើងចាប់ផ្ដើមដើរតាមនឹងសាតាំងវាតែងតែធ្វើឲ្យមនុស្សហេតុវិនាសវាតែងតែធ្វើឲ្យមនុស្សស្អប់ទៅលើព្រះនាមរបស់ព្រះយេស៊ូវហើយវាតែងតែបំបែចិត្តគំនិតរបស់មនុស្សម្នាក់ឲ្យគិតតែអំពើអាក្រក់ដែលយើងជាគ្រីស្ទានបានធ្វើទៅលើពួកគេប៉ុន្តែព្រះយេស៊ូវទ្រង់មិនដែលបានស្អប់ទេព្រះអង្គគឺទ្រង់តែងតែជំរុញឲ្យយើងរាល់គ្នាចេញទៅផ្សាយនៅដំណឹងល្អរបស់ព្រះអង្គទៅប្រាប់ពួកគេទាំងអស់គ្នាឲ្យគេបានដឹងបានឮពីព្រះបន្ទូលរបស់ទ្រង់ហើយឲ្យគេបានកែប្រែចិត្តយកព្រះអង្គគឺជាព្រះសង្គ្រោះផងដែរព្រះយេស៊ូវទ្រង់បានផ្ដល់ជំរឿសឲ្យមនុស្សយើងម្នាក់បើសិនជាយើងរើសដើរផ្លូវត្រូវហើយដើរជាមួយនឹងព្រះអង្គនោះជីវិតរបស់យើងនឹងមានភាពរីកចម្រើនភាពសប្បាយរីករាយជាមួយនឹងព្រះអង្គបើសិនជាយើងរើសយកផ្លូវជាមួយនឹងសាតាំងគឺយើងសប្បាយតែមួយគ្រានោះទេសប្បាយនៅពេលដែលយើងនៅឯផែនដីប៉ុន្តែនៅពេលដែលព្រះអង្គទ្រង់យើងមកវិញនោះយើងនឹងមានភាពអៀនខ្មាស់នោះយើងនឹងប្រើពាក្យថាស្ដាយក្រោយនៅពេលដែលព្រះអង្គទ្រង់យើងមកវិញអញ្ចឹងហើយចូលយើងរកគ្នាគិតឲ្យបានច្បាស់នៅពេលដែលយើងមុននឹងធ្វើអ្វីមួយនៅពេលដែលយើងចង់បាននៅអ្វីមួយអញ្ចឹងហើយសារតកម្មយុវវ័យថ្ងៃនេះគឺខ្ញុំមានតែប៉ុណ្្នឹងឯងខ្ញុំក៏សូមអរគុណដល់បងប្អូនអរគ្នាសម្រាប់ការទស្សនាវីដេអូមួយនេះខ្ញុំបាទសូមអរគុណហើយនឹងសូមជម្រាបលា